សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការ config web server នៅក្នុង Linux ចឹងដើម្បីយើងធ្វើការ config ទៅលើ web server នៅក្នុង Linux បានដំបូងយើងត្រូវធ្វើការ install package របស់វាសិនចឹងដើម្បី install package របស់វាយើងប្រើ command យើង install httpd file នេះតែដោយសារតែម៉ាស៊ីនរបស់ខ្ញុំបាន install ហើយចឹងធ្វើការ start service HTTPD ឲ្យអ្នកគ្នាមើលមកមួយទៀតគឺ system control start HTTPD ចឹងបន្ទាប់ពី start ហើយខ្ញុំធ្វើការ add port firewall port 80នេះចឹងបន្ទាប់ពី add port firewall ហើយខ្ញុំធ្វើការបង្កើត directory សម្រាប់ web របស់ខ្ញុំគឺ rory.com នេះហើយនៅក្នុងហ្នឹងមាន folder ពីរទៀតគឺ public HTML ហើយនិង log ចឹងខ្ញុំ copy អានេះខ្ញុំបង្កើតហើយតែពេលដែលអ្នកគ្នា add port firewall ហើយអ្នកគ្នាត្រូវបង្កើត directory សម្រាប់ web server របស់អ្នកគ្នាអាចដូរកន្លែងនេះទៅជាdomain ដូរកន្លែងនេះទៅជារបស់អ្នកគ្នាវិញបន្ទាប់មកខ្ញុំ ls ឲ្យមើលហ្មងដោយសារតែខ្ញុំបានបង្កើត directory នេះហើយចឹងនៅក្នុង directory ហ្នឹងមានពីរ directory ទៀតគឺ log ហើយនិង public HTML តោះមកយើង change mode ទៅលើហ្នឹងហើយ command នេះមួយទៀត hash change security context ហើយយើងចូលមក edit នៅក្នុង file vhost.config នេះចឹងអានេះខ្ញុំបាន add វាហើយពេលអ្នកគ្នាចូលមកបើសិនជាអត់ប្រមាណ add ទេវាឃើញវាតទេចឹងអានេះគឺ virtual host ខ្ញុំប្រើ port 80ហើយអានេះជាចឹង server name របស់ខ្ញុំគឺ rory.com ហើយអានេះយើង document root នេះយើងដាក់វាមកកាន់ public HTML ទៅមកយើង save ចឹងពេលដែលអ្នកគ្នាបង្កើត directory ហើយបង្កើត directory សម្រាប់ web server របស់អ្នកគ្នាមានពីរ directory គឺ log ហើយនិង HTML public public slash HTML public HTML ចឹងយើងត្រូវទៅ copy ខ្ញុំប្រើ win ICP នេះដើម្បីខ្ញុំទៅ copy អស់នេះយកមកដាក់នៅក្នុង public HTML តែដោយសារតែខ្ញុំបាន copy វាដាក់ហើយអញ្ចឹងបើអ្នកគ្នាអាចប្រើ win ICP នោះដើម្បីធ្វើការទៅ copy អា file ពី Windows របស់យើងចូលមកក្នុង Linux អញ្ចឹងដើម្បី copy អ្នកគ្នាគ្រាន់តែ select ចូលមកហើយកន្លែងនេះយើងចូលនៅក្នុងនេះដើម្បីយើងនេះបានយើង login តាមមានយើងដាក់
IP address របស់ម៉ាស៊ីន Linux របស់យើងហើយខ្ញុំ login ជា root ហើយនឹង public root ចានេះយើងចូលមកកន្លែង public HTML នេះហើយយើង copy អានេះយើងគ្រាន់តែ select អានេះ select file ដែលយើងចង់ copy ហ្នឹងហើយយើងចុច upload ទៅវានឹង copy មកដាក់នៅក្នុងនេះអញ្ចឹងដោយសារតែអានេះខ្ញុំបាន copy ហើយខ្ញុំចូលមកកន្លែងនេះវិញហើយខ្ញុំធ្វើការ restart service មួយទៀតយើងចូលមកនេះសិនយើង locate មក ATM យើងចូលមកមួយនេះetc httpe ដើម្បីយើង add IP address របស់ម៉ាស៊ីនយើងទៅអញ្ចឹងគឺខ្ញុំដាក់listen ទៅកាន់អានេះ IP របស់ខ្ញុំហើយ port 80អញ្ចឹងប៉ុណ្ណឹង save ហើយយើង restart service ម្ដងទៀតអញ្ចឹងបន្ទាប់ពី restart បានប៉ុណ្ណឹងហើយយើងអាចធ្វើការ test នៅលើ browser ខ្ញុំវាយ IP ខ្ញុំវាយ IP address ចូលអូខេអញ្ចឹងវានឹងចេញនៅ web server ដែល website ដែលខ្ញុំបាន copy ពី Windows ទៅចូល Linux មុនហ្នឹងអញ្ចឹងចេញមកប៉ុណ្ណឹងអញ្ចឹងសម្រាប់ការ config web server នៅក្នុង Linux មានតែប៉ុណ្ណឹងឯងប៉ុន្តែនេះវា HTTP អញ្ចឹងសម្រាប់ការ config web server នៅក្នុង Linux មានតែប៉ុណ្ណឹងឯងអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ